សួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំចែករំលែកជាមួយបងប្អូនអរគ្នាទាក់ទងនឹងមូលហេតុដែលយើងត្រូវការប្រូតេអ៊ីននិងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើងមូលហេតុដែលយើងត្រូវការប្រូតេអ៊ីននិងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើងនិងសារៈសំខាន់របស់ប្រូតេអ៊ីនតោះមកស្វែងយល់អំពីអាស៊ីតអាមីណូប្រភេទផ្សេងៗនៃប្រូតេអ៊ីនក្នុងអាហារនិងរបៀបដែលរាងកាយរបស់យើងប្រើប្រាស់អាស៊ីតអាមីណូដើម្បីផលិតប្រូតេអ៊ីនតើអ្វីទៅជាអាស៊ីតអាមីណូតើវាមានប៉ុន្មានប្រភេទប្រូតេអ៊ីនដែលអ្នកទទួលទាននិងប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់អ្នករួចហើយគឺកើតឡើងចេញពីឯកតាតូចៗហៅថាអាស៊ីតអាមីណូគេតែងហៅអាស៊ីតអាមីណូថាជាសារធាតុផ្សំជាភាសាអង់គ្លេស building blocks មានអាស៊ីតអាមីណូ20ប្រភេទអាចត្រូវបានចងភ្ជាប់គ្នាដើម្បីបង្កើតជាប្រូតេអ៊ីនទាំងប្រូតេអ៊ីនដែលមានស្រាប់និងប្រូតេអ៊ីនដែលត្រូវបានផលិតដោយរាងកាយរបស់យើងប្រភេទនៃប្រូតេអ៊ីនផ្សេងៗគ្នាក្នុងអាហារមានអ្វីខ្លះអាហារផ្សេងៗគ្នាមានផ្ទុកប្រូតេអ៊ីនផ្សេងៗគ្នាដែរហើយជាធម្មតាមានច្រើនជាងមួយឧទាហរណ៍ទឹកដោះគោឬយ៉ាអ៊ូរមានប្រូតេអ៊ីនហៅថាកាសេអ៊ីននិងវេសាច់ត្រីឬសាច់បក្សីមានប្រូតេអ៊ីនហៅថាកូឡាជែននិងមីយ៉ូស៊ីនសណ្តែកសៀងមានប្រូតេអ៊ីនហៅថាលេកូមីនស៊ុតមានប្រូតេអ៊ីនជាច្រើនរួមមានអាវីឌីននិងអូវ៉ាល់បូមីនប្រូតេអ៊ីននីមួយៗមានលក្ខណៈពិសេសដោយសារវាត្រូវបានបង្កើតឡើងពីលំដាប់អាស៊ីតអាមីណូប្លែកៗរៀងៗខ្លួននៅពេលដែលប្រូតេអ៊ីនត្រូវបានរំលាយនិងស្រូបយកហើយអាស៊ីតអាមីណូទាំងនោះអាចត្រូវបានប្រើប្រាស់ជាសារធាតុផ្សំសម្រាប់ប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់យើងតើអាស៊ីតអាមីណូបង្កើតជាប្រូតេអ៊ីនក្នុងខ្លួនរបស់យើងដោយរបៀបណានៅពេលអាហារប្រូតេអ៊ីនធ្វើដំណើរតាមបំពង់រំលាយអាហារវាត្រូវបានបំបែកទៅជាអាស៊ីតអាមីណូនីមួយៗរួចត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមរាងកាយរបស់យើងប្រើប្រាស់សារធាតុផ្សំទាំងនេះដើម្បីផលិតប្រូតេអ៊ីនក្នុងខ្លួនប្រមាណជា 50,000 ប្រភេទផ្សេងៗគ្នាដែលនីមួយៗវាមានរចនាសម្ព័ន្ធនិងមុខងារជាក់លាក់ប្រូតេអ៊ីនទាំងនេះមានចាប់ពីអង់ស៊ីមដែលជួយពន្លឿនប្រតិកម្មគីមីក្នុងរាងកាយរហូតដល់អរម៉ូនដែលដើរតួនាទីដូចជាអ្នកនាំសារធាតុគីមីប្រូតេអ៊ីនផ្សេងទៀតជួយគាំទ្រមុខងារប្រព័ន្ធភាពស៊ាំឬបញ្ជូនសារធាតុចិញ្ចឹមហើយក៏មានប្រូតេអ៊ីនដែលផ្ដល់រចនាសម្ព័ន្ធដល់ឆ្អឹងស្បែកសក់ក្រចកនិងសាច់ដុំរបស់យើងនៅពេលដែលអាស៊ីតអាមីណូចូលក្នុងចរន្តឈាមហើយពួកវាក្លាយទៅជាអាងអាស៊ីតអាមីណូនៅក្នុងជាលិកានិងសារធាតុរាវរបស់រាងកាយដែលអាចប្រើប្រាស់បានតាមតម្រូវការហើយអ្វីបានជាយើងត្រូវការប្រូតេអ៊ីនរាល់ថ្ងៃការទទួលទានប្រូតេអ៊ីនក្នុងបរិមាណនិងប្រភេទត្រឹមត្រូវរាល់ថ្ងៃមានសារៈសំខាន់ពីព្រោះប្រសិនបើយើងខ្វះប្រូតេអ៊ីនក្នុងរបបអាហារជាប្រចាំរាងកាយរបស់យើងនឹងចាប់ផ្ដើមបំបែកប្រូតេអ៊ីនដែលមានក្នុងខ្លួនស្រាប់ដើម្បីផ្គត់ផ្គង់អាស៊ីតអាមីណូដែលចាំបាច់សម្រាប់ផលិតប្រូតេអ៊ីនក្នុងខ្លួនដំណើរការនៃការកសាងនិងបំលែងនេះកើតឡើងគ្រប់ពេលវេលាដំណើរការបានល្អនិងមានតុល្យភាពលុះត្រាតែមានអាស៊ីតអាមីណូគ្រប់គ្រាន់សម្រាប់ប្រូតេអ៊ីនវាមានពីរប្រភេទទៀតប្រូតេអ៊ីនពេញលេញនិងប្រូតេអ៊ីនមិនពេញលេញអាស៊ីតអាមីណូ9ប្រភេទក្នុងចំណោម20ប្រភេទដែលគេចាត់ទុកថាចាំបាច់ហើយវាចាំបាច់ត្រូវតែបានមកពីរបបអាហារពីព្រោះរាងកាយរបស់យើងមិនអាចផលិតវាបានទេប្រូតេអ៊ីនពេញលេញគឺជាអ្វីប្រូតេអ៊ីនពីសាច់សត្វមានផ្ទុកនៅអាស៊ីតអាមីណូចាំបាច់ទាំងអស់ដូច្នេះពួកវាត្រូវបានគេហៅថាប្រូតេអ៊ីនពេញលេញប្រូតេអ៊ីនពេញលេញរួមមានសាច់ត្រីបក្សីស៊ុតទឹកដោះគោនិងផលិតផលទឹកដោះគោសណ្តែកសៀងនិងអាហារប្រូតេអ៊ីនដែលមកពីសណ្តែកសៀងដូចជាតៅហ៊ូទឹកដោះគោឬម្សៅប្រូតេអ៊ីនសណ្តែកសៀងក៏ត្រូវបានចាត់ទុកជាប្រូតេអ៊ីនពេញលេញផងដែរចុះប្រូតេអ៊ីនមិនពេញលេញវិញចំណែកប្រូតេអ៊ីនមិនពេញលេញលើកលែងតែពីសណ្តែកសៀងប្រូតេអ៊ីនពីរុក្ខជាតិខ្វះអាស៊ីតអាមីណូចាំបាច់អាចច្រើនជាងនឹងដូច្នេះពួកវាត្រូវបានចាត់ទុកថាប្រូតេអ៊ីនមិនពេញលេញដែលរួមមានសណ្តែកបាយគ្រាប់ធញ្ញជាតិទាំងមូលសម្រាប់អ្នកតមសាច់ពួកគេអាចទទួលទានអាហារចម្រុះច្រើនមុខដើម្បីធានាថាពួកគេទទួលបានអាស៊ីតអាមីណូចាំបាច់ពេញលេញក្នុងរបបអាហាររបស់ពួកគេដូច្នេះបងប្អូនអរគ្នាគួរទទួលទានប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់មានន័យថាញ៉ាំអាហារឲ្យបានច្រើនមុខច្រើនប្រភេទសូមបងប្អូនអរគ្នាជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងសុខភាពហើយនិងរូបរាងអរគុណ